ok bông nhiều số bác bông ở vậy để ta mà dạo về muốn trong tranh video từ ta mà đánh cũng hai miền fan fan còn số tha còn miền Pành Hà Cha được nông chỉ vật bỏ con chứ á hai còn chỉ riêng kịch về vì việc chắc con số tha ta vừa mất cũng ngồi yên kịch tràn tấm bất người ta có biết rằng này hai đôi ban chỉ mình lúc sau ấy chơi thật kịch bị Pành Hà tấm bất nó không cho rón chỉ vật sập ngày nó vì cứ ca phải chôm chỉ muốn Pành Hà cũng bị tì từng ói tại dương mình vô cho tục đã dương mình miền ca trong và dắt Pành Hà về lịch làng phim chân dương mình cua kịch với bị Pành Hà tế đại chỉ style rồi bọn mình lúc chớ rồi còn mình lúc đá mình trôi chất phim đi chậm rãi nhóm rong ấy mình Pành Hà trôi chất mà rồi thì hồi chứ nè các trong chỉ đó biết đôi chỉ game bọc nhóm chẳng nhóm căn thật đó khu các ba đã bọc nhóm căn tại răng muộn sọc phim riêng cai flow chất bọc nhóm rất là triêm không ca phải chôm năng Pành Hà thay mày vì phụ dương trời rung nơi vì ngày cát đo ngày sập nè cứ ca phải chôm cho môn năng Pành Hà hơi để pe Pành Hà để phụ dương mình đó vì thơ khu ba căn là cất rương ắt và gió để mình ai đỏ chành mà pe này dương chấp đam chết đo sai Pành Hà khu các ba dương vi chết cất vì mấy nè cất để dương nè cất ai vi tiền cất thà dương trời đoอย่างmình mình nuốt để rốt trên vì Pành Hà mình nuốt nó rốt ban tập vì Pành Hà tê tay vô tập cất ởក្នុងដំណេចពួកគាត់អត់ដោះស្រាយកាលណាអត់ដោះស្រាយវាអត់តន់ជាប់តអត់ជន់ជាប់អាគូក្បាលមើលទៅគិតហើយពេលខ្លះយើងគ្រប់គ្រងអាគូក្បាលនៅបានដែរតើធ្វើមិនដេចកុំឲ្យគាត់គិតមានន័យថាគាត់ជួបបញ្ហាគាត់គិតត្រឹមតែបញ្ហានឹងបានដែរដោះស្រាយឧទាហរណ៍ថាថ្ងៃហ្នឹងគាត់ត្រូវតែសុភានៅម៉ោង2បញ្ហារបស់គាត់ណាចឹងគាត់ចេញម៉ូតូមកបែកកង់គាត់គិតតែត្រឹមបែកកង់បានដែរអាសុភានោះវាជារឿងមួយទៀតដែលវាមិនទាន់មកដល់អញ្ចឹងគិតដោះស្រាយកង់ហ្នឹងមួយកលៈដោយមិនរំអ៊ូអញ្ចឹងមានន័យថាសំណួរដែលគេសួរលោកសង្ឃក្តីអាចារ្យក្តីធ្វើមិនកុំឲ្យគិតតាមពិតមិនមានវិជ្ជាណាក្រមឬក៏វិធីធ្វើមិនកុំឲ្យគិតពួកអាធិធជាមនុស្សនេះត្រូវតែគិតប៉ុន្តែគិតយ៉ាងម៉េចឲ្យវាត្រឹមត្រូវសួរបែបនេះវិញបើសិនជាមានអ្នកអាងថាធ្វើបែបនេះអ្នកឈប់គិតអត់អីមនុស្សដែលមានដង្ហើមដកចេញដកចូលគឺត្រូវតែគិតហ្មងហើយតែយើងគួរថាតើគិតបែបណាឲ្យបានចម្រើននិងប្រសើរទី1ការគិតបែបសុចរិតគិតអីគិតទៅឲ្យតែសុចរិតចេញពីចិត្តដែលសុចរិតការគិតនេះមានន័យថាយើងអាចគិតទៅរកភាពរីកចម្រើនដោយការចិញ្ចឹមការងារប្រចាំថ្ងៃដោយពុំមានគំនិតអាក្រក់ទៅកាន់គ្រប់បែបយ៉ាងនៅជុំវិញខ្លួនទាំងសត្វក្តីទាំងមនុស្សក្តីនៅពេលធៀបដែលយើងគិតបែបមានអាសុចរិតក្នុងខ្លួនណាវាគឺជាថ្នាំបន្សាបឲ្យយើងចេះគិតអ្នកទាំងអស់គ្នាការគិតព្យាបាទគេការគិតចង់ឈ្នះចង់ចាញ់វានឹងធ្វើអ្នកនៅតែបន្តគិតព្រោះរឿងនេះវាដូចជាខ្យល់រុញរលកចឹងណាកាលណាវារលកវាចង់ស្ងប់ក៏ដោយខ្យល់វានៅកាលណាចិត្តវាចិត្តចង់ឈ្នះចាញ់មិត្តភ័ក្តិចិត្តវាចង់ល្បីល្បាញចិត្តវាចង់ធ្វើឲ្យគេគ្រប់គ្នាទទួលស្គាល់កិច្ចការខ្លួនវាដូចជារលកខ្យល់ព្យុះធំហ្នឹងឲ្យធ្វើឲ្យមហាសមុទ្រនៃចិត្តហ្នឹងវាអត់ស្ងប់តែបើគ្រាន់តែការគិតហ្នឹងវាមានចិត្តសុចរិតចំជីវិតដោយសុចរិតតាក់ទងដោយសុចរិតក្តីរំពឹងដោយសុចរិតការគិតហ្នឹងវានឹងថយអញ្ចឹងយើងគួរតែធ្វើម៉េចឲ្យឈប់គិតអត់មានទេយើងគួរតែគិតយ៉ាងណាឲ្យប្រសើរអានោះមិនមានវិធីបើអ្នករកវិធីថាធ្វើមិនឈប់គិតបើមានបុគ្គលណាអាងថាយើងធ្វើចេះឈប់គិតគឺអាហ្នឹងគឺជារឿងមួយដែលទៅមិនរួចទេតែទៅរួចគឺយើងគិតយ៉ាងម៉េចឲ្យប្រសើរចុះបងដូចគេនិយាយថាដើម្បីរក្សាដំណាប់ធ្លាប់នៃការគិតឬក៏ឲ្យឈប់គិតហ្នឹងខ្ញុំធ្លាប់ឮគេនិយាយពីបច្ចេកទេសនៃការវិបស្សនាសមាធិវិបស្សនាកម្មដ្ឋានអាហ្នឹងតើពេលដែលយើងធ្វើបច្ចេកទេសទៅវាឈប់គិតដែរអ្នកទាំងអស់គ្នាដឹងហើយថានៅពេលដែលយើងប្រើបច្ចេកទេសវិបស្សនានេះមួយខែដំបូងពេលដែលយើងចាប់ផ្ដើមគូយើងនាំខ្លួនទៅការគិតដ៏ធំធេងនៅពេលដែលភ្នែកយើងបិទព្រៀបដូចយើងឃើញស្វាមួយវងដែលវាលោតចុះលោតឡើងឬក៏ចិត្តរបស់យើងរត់ថយក្រោយប្រហែលជា5 6ឆ្នាំ3 4ថ្ងៃឬក៏ពេលយើងសង្កត់អាក្រោយជាប់វារត់ទៅមុខវិញបាទវាចិត្តនេះវាអញ្ចឹងថាមកពលរបស់វាគឺវាមានដែនធំធេងដែលយើងមិនអាចគណនាបានអញ្ចឹងមានថានៅពេលដែលយើងប្រើការវិបស្សនាដែលចែកចាយដោយលោកគ្រូមួយចំនួននៅក្នុង Facebook ហ្នឹងគឺមានន័យថាយើងអាចប្រើប្រាស់បានក៏ប៉ុន្តែធៀបពិសេសហ្នឹងគឺខ្លួនឯងហ្នឹងមានហ្មងឧទាហរណ៍ថានៅពេលដែលពួកយើងចាប់ផ្ដើមប្រើការវិបស្សនាជាទូទៅយើងចាប់ផ្ដើមអង្គុយអ្នកខ្លះចាប់ផ្ដើមនៅដាច់ពីសង្គមមនុស្សដើម្បីកុំឲ្យមានរឿងថ្មីវាកើតឡើងតាមពិតនៅពេលដែលយើងចាប់ផ្ដើមធ្វើបែបនេះវាជួយចម្រើនដែរកាលពីខ្ញុំសាក់លបងនោះខ្ញុំតែងតែរស់នៅពីតំបន់ដែលមិនអ៊ូអតំបន់ព្រៃភ្នំខ្ញុំឃើញថាខ្ញុំបានប្រម៉ែប្រមូល
ចិត្តរបស់ខ្ញុំដាក់នៅក្នុងដែនទូចមួយដើម្បីកុំឲ្យវាកោពេកកាលពីមុនខ្ញុំរស់នៅភ្នំពេញផ្សេងខ្ញុំរស់នៅតំបន់អ៊ូអផ្សេងដល់ពេលខ្ញុំឡើងរស់នៅតំបន់ព្រៃភ្នំចិត្តរបស់ខ្ញុំនេះលែងរស់នៅជាមួយនឹងភាពសុខសប្បាយរបស់ជីវិតលែងរស់នៅទុក្ខសោករបស់ជីវិតតាមពិតខ្ញុំរស់នៅក្នុងសភាពស្ងប់តាមពិតស្ងប់នេះវាមានធាតុវាដែរកាលណាជាចិត្តរបស់អ្នកវានៅជាធម្មតាវាអត់មានរឿងប្រជែងចង់ឈ្នះចង់ចាញ់អត់មានរឿងប្រៀបធៀបអត់មានរឿងព្យាបាលអ្នកដទៃចិត្តរបស់យើងលែងប្រឡាក់ដល់ប្រឡាក់វានាំចិត្តរបស់យើងទៅក្នុងដែនមួយគឺត្រឹមតែដឹងនៃការរស់នៅចិញ្ចឹមវាតែប៉ុណ្ណឹងយើងអត់មានអាមហាចតានេះក៏ធ្វើឲ្យចិត្តរបស់យើងនឹងរៀងកឡោដែរណាអាចិត្តមួយដែលប្រៀបធៀបនេះក៏ធ្វើឲ្យចិត្តយើងខ្សោយដែរណាគាត់យើងប្រៀបធៀបជាមួយអ្នកខ្លាំងជាងយើងខ្សោយយើងប្រៀបធៀបជាមួយអ្នកខ្សោយយើងអួតអញ្ចឹងណាអញ្ចឹងមានថាចិត្តរបស់យើងនេះបើសិនជាមែនទែនទៅវាពិបាកបន្តិចអ្នកក្រោម18អ្នកក្រោម20នឹងពិបាកតម្កល់ខ្ញុំរកឃើញភាពស្ងប់របស់វាមិនបានច្រើនទេបានប្រហែលជា10ទៅ20%ទេវាមានឥទ្ធិពលក្នុងការងារមែនទែនស្ងប់ហ្នឹងមានថាពេលដែលយើងតន់ដឹងឧទាហរណ៍ថាយើងជ្រោកក្រោមដើមឈើយើងដឹងតែមួយលុបទេពេលខ្លះខ្ញុំអត់ស្គាល់ឈ្មោះដើមឈើមានមិត្តភ័ក្តិថាមិនក៏ឯងរស់នៅលើភ្នំយូរអីហើយអត់ស្គាល់ឈ្មោះដើមឈើថាខ្ញុំអត់ត្រូវដឹងថាវាដើមឈើនឹងឈ្មោះអីព្រោះការដាក់ឈ្មោះវាប្រកាន់ទេបាទតំបន់ផ្សេងដាក់ឈ្មោះផ្សេងអញ្ចឹងខ្ញុំគ្រាន់នឹងដើមឈើនេះមានមួយលុបហើយសម្បករបស់វាអាចជាថ្នាំកាពះខ្ញុំដឹងត្រឹមតែខ្ញុំដឹងតែប៉ុណ្្នឹងទេប៉ុន្តែការប្រកាន់វាជាយ៉ាងណានិយាយចិត្តរបស់យើងដើម្បីឲ្យវាស្ងប់ស្អាតបានទី1យើងត្រូវមានការរស់នៅមានសណ្ដាប់ធ្នាប់តាំងពីសណ្ដាប់ធ្នាប់នេះមិនមែនយើងចង់ទេមានថាយើងត្រូវដាក់ខ្លួនយើងរស់នៅផ្ទះដែលមានសណ្ដាប់ធ្នាប់បុគ្គលដែលមានសណ្ដាប់ធ្នាប់ការស្លៀកពាក់របស់យើងត្រូវមានសណ្ដាប់ធ្នាប់ខ្លះធ្វើបែបនេះវាធ្វើឲ្យចិត្តរបស់យើងនឹងវាអាចថ្លាបានវាអត់ដូចចាប់ក្លោកទឹកអញ្ចឹងណាវាថ្លាដល់ពេលថ្លាយើងសង្កេតតន់ឃើញថាកាលណាចិត្តរបស់យើងចង់ឈ្នះចង់ចាញ់យើងហៅវាមកវិញយើងខាត់តន់កាលណាចិត្តរបស់យើងមានការប្រៀបធៀបយើងអត់ចង់រស់នៅក្នុងការប្រៀបធៀបហើយនេះចិត្តរបស់យើងអ្នកទាំងអស់គ្នាត្រូវនាំវាឲ្យផុតពីភាពត្រឹមត្រូវឲ្យវាទៅដល់ការពិតមនុស្សខ្លះការរស់នៅរបស់គេរស់នៅតែក្នុងភាពត្រឹមត្រូវឯងតែអាធាតុត្រឹមត្រូវគឺជាការប្រកាន់តាក់តៃមកមនុស្សទាំងអស់ធ្វើនេះត្រូវធ្វើនេះខុសតែការពិតមិនមែនអញ្ចឹងទេអ្នកទាំងអស់គ្នាប្រហែលជាស្ដាប់ការពិតនិងភាពត្រឹមត្រូវវែងវាន់ឧទាហរណ៍ថាសង្គមរបស់យើងរាល់ថ្ងៃគេនាំធ្វើរឿងត្រឹមត្រូវធ្វើអីគេគឺសង្គមរបស់យើងនាំគ្នាចែកអំណោយគេហៅថាសប្បុរសធម៌បាទត្រូវហើយអត់ខុសទេប៉ុន្តែការពិតជួយសង្គមមកតាមផ្លូវនោះទេព្រោះការពិតវាត្រូវជួយសង្គមគឺត្រូវអប់រំដល់ចំណេះជំនាញគេទៅធម្មទានតែរឿងត្រឹមត្រូវមនុស្សនាំគ្នាទៅចែកអំណោយវិញឃើញទេអញ្ចឹងពួកយើងគួរតែបោះមួយចំហៀងទៀតទៅរកភាពពិតឧទាហរណ៍ថាអ្នកឲ្យខ្ញុំខ្ចី10000នៅក្នុងបន្ទប់ទឹក$10000បាទបើក្នុងភាពត្រឹមត្រូវផ្លូវច្បាប់អ្នកគ្មានអីទៅប្តឹងឈ្នះខ្ញុំទេតែការពិតខ្ញុំជិះពេលឯង10000អញ្ចឹងមនុស្សគួរទៅដល់ទីពិតមួយកុំឲ្យជាប់ជំហាននៅក្នុងភាពត្រឹមត្រូវហ្នឹងយល់ទេមានតែការពិតច្រើនណាស់ហើយពេលខ្លះអ្នកធ្វើរឿងត្រឹមត្រូវការពិតអ្នកត្រូវតែចាញ់គេដែរដើម្បីសន្តិភាពហេតុអី